សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ពុភាននីតិនមុនអាគមគាថាអបិយជំនឿជាច្រើននៅប្រទេសខ្មែរយើងគឺមានកំណើតតាំងពីបុព្វកាលមកម្ល៉េះទោះបីជាមកដល់សម័យទំនើបនេះក៏ដោយក៏ជំនឿទាំងនេះផងដែរអាគមមហាកម្លាំងទម្ងន់ដៃកັບបន្មុតដុតមិនឆែកជាដើមហើយថ្ងៃនេះខ្ញុំសូមលើកយករឿងអាគមបង្រួញដៃមកនិទានជូនអ្នកទាំងអស់គ្នាថ្លែងពីបុរសម្នាក់ឈ្មោះទុនប្រកបរបរជាកសិករនៅខណ្ឌភូមិមួយគាត់មានមាឌល្អត់បន្តិចប៉ុន្តែគាត់ក៏ជាមនុស្សម្នាក់ចូលចិត្តផឹកស្រាផងដែរដែលប្រពន្ធគាត់តែងតែហាមប្រាមព្រោះពាក្យដែលគាត់ស្រវឹងគឺគាត់ជជែកខ្លាំងណាស់ដោយសារតែប្រពន្ធគាត់បានដឹងថាប្តីគាត់បានរៀនអាគមបង្រួញដៃដែលអាគមនេះពេលប្រើម្ដងគឺសម្លាប់ជីវិតសត្វច្រើនណាស់ព្រោះការដែលដើរចម្ងាយ20គីឡូម៉ែត្រត្រូវចំណាយពេលជាង1ម៉ោងតែប្តីគាត់ប្រើពេលមិនដល់10នាទីផងគឺគាត់តែងតែប្រើអាគមបង្រួញដៃជារៀងរាល់ព្រឹកពុទុនទ្រូសូត្រអាគមដែលគាត់ហាត់នោះរួចផ្លុំទៅឆ្វេង7ដងទៅស្ដាំ7ដងគាត់ត្រូវសូត្រអាគមនោះរាល់ថ្ងៃដើម្បីឲ្យវាស័ក្តិសិទ្ធិគឺនៅពេលគាត់ត្រូវការប្រើគ្រាន់តែនឹកដល់អាគមនោះគឺគាត់អាចបង្រួញដៃបានភ្លាមនៅថ្ងៃមួយនៅពេលពុទុនបានទទួលដំណឹងថាឪពុករបស់គាត់ដែលមានវ័យជាង70ឆ្នាំបានទទួលមរណភាពគាត់ក៏បានប្រាប់ទៅប្រពន្ធរករទេសអ្នកស្រុកដើម្បីជិះទៅតាមក្រោយគាត់ចំណែកគាត់ធ្វើដំណើរទៅមុនដោយចម្ងាយពីផ្ទះគាត់ទៅផ្ទះឪពុករបស់គាត់គឺឆ្ងាយគួរសមដែរជាង50គីឡូឯណោះម្យ៉ាងត្រូវកាត់តាមស្រែឬតាមភូមិឬតាមផ្លូវដើរគៀនពីផ្ទះរបស់អ្នកភូមិបើជិះរទេះយ៉ាងតិចក៏ប្រើពេលជាងមួយព្រឹកដែរប៉ុន្តែគាត់ក៏នាំបងប្អូនប្រុសម្នាក់ទៅជាមួយដើម្បីទៅរៀបចំចាត់ចែងក្នុងពិធីបុណ្យសពខណៈដែលកំពុងតែដើរទៅពុទុនក៏សូត្រអាគមបង្រួញដៃរបស់គាត់ផ្លុំទៅឆ្វេង7ផ្លុំទៅស្ដាំ7ដោយតាំងឡើងថាស្ទាំងហក់ស្ទាំងហោស្ទាំងដើរលើដីមន្ត្រីអាគមនេះអេដមីនអត់ចេះទេតែធ្លាប់ឮគេសូត្រពេលគេត្រូវប្រើវាភ្លាមនោះពុទុនបណ្ដោយជិត20គីឡូម៉ែត្របាត់ឯប្អូនប្រុសម្នាក់ទៀតដើរមិនទាន់នោះទេព្រោះគាត់ដឹងថាពុទុនពុតគេប្រើអាគមនេះប្រកបណាស់ក្រោយពីទៅដល់ផ្ទះរបស់ឪពុកគាត់ហើយពុទុនក៏ចាត់ចែងរៀបចំបុណ្យសពរងចាំប្រពន្ធកូននិងសាច់ញាតិដទៃទៀតមកដល់លុះពិធីបុណ្យសពបានចប់សពគ្រប់ហើយប្រពន្ធគាត់ក៏នាំកូនត្រឡប់មកផ្ទះមុនចំណែកគាត់នៅកំដរម្ដាយនឹងចង់នៅលេងបងប្អូនបាន 2-3 ថ្ងៃយប់ឡើងពុទុននិងសាច់ញាតិដទៃទៀតក៏នាំគ្នាទិញស្រាមកពីចុងភូមិដើម្បីផឹកស៊ីកាប់ជ្រូកអស់មួយទៀតដល់ពេលផឹកអស់ស្រាយប់ល្មមអញ្ចឹងហើយសាច់ញាតិគាត់បានលន់មកថាជុំអស់ស្រាបាត់បាននរណាទៅទិញឥឡូវងឹតបាត់ហើយកំពុងតែជួបមាត់ផងភ្លាមនោះអន្តិតសុះជាក្មួយរបស់ពុទុនក៏សុំទៅទិញស្រាតែទម្រាំទៅដើរមកប្រើពេលជិតកន្លះម៉ោងឯគ្រប់គ្នាដែលរងចាំនៅទីនេះគឺនៅមិនសុខនៅតែសាច់ក្លែមអស់តែស្រាអង្គុយទាំងជួងមាត់ហើយរអ៊ូគ្រប់គ្នាអញប្រាប់ហើយថាទិញឲ្យច្រើនមកមិនជឿអញទេហើយវាទៅនោះយកលុយទៅប៉ុន្មាននោះអញសង្ស័យថាទិញតែ2លីត្រអីជាប់បាត់បដ ாய் មួយសន្ទុះក្រោយមកអន្តិតសុខដើរមកវិញបែកញើសចូលខ្លួនហើយនិយាយថាស្លាប់ហើយទម្រាំបានទិញហើយដើរមកវិញអស់អារម្មណ៍ហ្វឹកបាត់ហើយពូហើយខ្ញុំទិញបានតែ2លីត្រនេះលុយអត់គ្រប់អញថាមែនពូសុករអ៊ូគ្រប់គ្នាក៏អង្គុយបន្តផឹកស្រានៅវាលមុខផ្ទះខណៈដែលកំពុងតែស្រវឹងជោគជាមខ្លាំងស្រាប់តែអស់ស្រាទៀតពេលនោះគ្រប់គ្នាថាជប់ផឹកតែពុទុននិយាយថាយូរមកលេងផ្ទះម្ដងផឹកជុំគ្នាម្ដងមិនក៏ឆាប់ឈប់ម្លេះមាននរណាថាឈប់ឯណាតែមើលទៅទិញម្នាក់ជិតកន្លះម៉ោងនេះបើនៅផឹកទៀតបើទូភឺក៏មិនស្រវឹងណាស់ដើរចុកដើរឡើងស្វាងបាត់ហើយមិនអីទេចាំខ្ញុំទៅទិញពុទុននិយាយកុំទៅអីពូអោស្រវឹងខ្លាំងហើយកូនគាត់រៀបរាំងពុទុនតែពុទុនមិនព្រមស្ដាប់គាត់ក៏ដើរចេញទៅបានបន្តិចក៏នឹកអាគមគាត់សូត្រផ្ដុំក៏ធ្វើដំណើរទៅហើយកូនគាត់សុំទៅជាមួយគាត់ក៏លើកកូនដាក់ជីលើប៉ុន្តែដោយសារតែគាត់ស្រវឹងខ្លាំងពេកនៅពេលសូត្របង្រួញដៃគាត់ដើរលឿនពេកគិតមិនទាន់ក៏បុកចាំដោតថ្នោតមួយដើមបាក់ក៏ស្លាប់នៅពេលនោះទេចំណែកកូនគាត់មិនបានរងរបួសទេភ្លាមនោះកូនរបស់គាត់ក៏រត់ត្រឡប់មកផ្ទះវិញស្រីហៅបំអ៊ុំឲ្យជួយតែគួរឲ្យសោកស្ដាយណាស់
ព្រោះពូទុនបានស្លាប់បាត់បង់ជីវិតទៅហើយគ្រប់គ្នាបានតែទុកសោកនាំដំណឹងនេះទៅប្រពន្ធគាត់និងរៀបចំបន្សោកតាមប្រពៃណី